សួស្តីបងប្អូនកូនក្មួយហ្នឹងហើយថ្ងៃនេះគឺថ្ងៃទី27អញ្ចឹងថ្ងៃនេះផងដែរគឺខ្ញុំបាទតធីកសិករនឹងធ្វើបទបង្ហាញមួយសម្រាប់កសិករយើងអំពីអ្នកដែលមានចន្ទទីហើយចន្ទទីដែលខ្មៅស្វិតក្តឹបទៅវិញអំពីអាកាសធាតុប្រែប្រួលឬមួយការខ្មៅរលកក្តឹបនេះទៅវិញដោយសារអ្វីកត្តាអ្វីបាទអញ្ចឹងថ្ងៃនេះផងដែរខ្ញុំនឹងធ្វើបទបង្ហាញដ៏ខ្លីទេបាទអញ្ចឹងយើងចូលទៅប្រធានបទតែម្ដងបាទបងប្អូនពេលដែលយើងផលិតចេញជាក្តឹបតូចបងប្អូនមើលអញ្ចឹងក្តឹបដែលមានអត្ថប្រយោជន៍សម្រាប់កាន់ជាប់រហូតដល់ទុំទី1ក្តឹបដែលចេញមកហើយគឺមានគេហៅថាដក់ជាទឹកឃ្មុំដូចបងប្អូនឃើញនេះជាប់នឹងកញ្ចក់ដៃខ្ញុំស្អិតហើយដក់ជាប់ទឹកឃ្មុំនេះគឺផ្អែមណាបងប្អូនផ្អែមដូចទឹកឃ្មុំមែននេះគឺជាក្តឹបមួយដែលមានអត្ថប្រយោជន៍ឲ្យយើងហើយក៏វាជាបញ្ហាសម្រាប់នៅថ្ងៃខាងមុខដែរកាលណាដែលក្តឹបស្វាយចន្ទីមិនមានវត្តមានដក់ទឹកឃ្មុំនេះទេបង្កកើតចេញជាក្តឹបមកហើយក្តឹបនោះនឹងស្វិតរលុកទៅវិញតែម្ដងបងប្អូនស្ដាប់ឲ្យតាន់ហើយបងប្អូនតាមដានទាំងអស់គ្នាអញ្ចឹងក្តឹបស្វាយចន្ទីដែលមានដក់ជាទឹកឃ្មុំគឺក្តឹបដែលមានអត្ថប្រយោជន៍ហើយក៏ជាហានិភ័យនៅថ្ងៃខាងមុខដែរព្រោះវាអាចបង្កកើតទៅជាស្ពរកើតទៅជាផ្សិតនេះជាបញ្ហាមួយដែរតែបើក្តឹបស្វាយចន្ទីមិនមានការដក់ជាទឹកឃ្មុំនេះទេគឺមិនមានវត្តមាននៅលើចង្កោមផ្កាឡើយបាទវានឹងស្វិតរលុកទៅវិញតែម្ដងត្រឹមតែរយៈពេល2ឬ3ថ្ងៃទេតែបើមានដក់ជាទឹកឃ្មុំស្វិតក្តឹបនេះមិនងាយនឹងស្វិតទេព្រោះសារជាតិដែលវាកើតមកជាធម្មជាតិរបស់វាសម្រាប់កើតមកបង្កើតមកវាចិញ្ចឹមក្តឹបនេះតែម្ដងបងប្អូនណាអញ្ចឹងបើក្តឹបណាដែលគ្មានសារជាតិនេះទេគឺវានឹងឆាប់ខូចទៅវិញអញ្ចឹងបងប្អូនស្ដាប់ឲ្យតាន់ហើយបងប្អូនតាមដានទាំងអស់គ្នាបាទអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនណា